ទៀតថ្ងៃនេះបានសំណួរសំខាន់ណាចាំមើលឆ្លើយចេញដឹងហើយរបស់អ្វីដែលមុតជាងគេនៅក្នុងលោកអនុថាយអានន្ទសូមវិសាចនីអូដាវសាមរៃមកពីជប៉ុនសូមជ្រាបវាមិនដែលដាវសាមរៃមុតជាងគេនៅក្នុងលោកមើលបញ្ជាក់ម្ដងទៀតមើលអ្វីដែលមុតជាងគេអូតែចង់ដឹងហ្នឹងអានឹងតុនដោយខ្សែក្បាត់ទៅលឺគេថាវត្តខ្វាប់ដាច់កាប់ធុងសាំងមានទឹកពេញកាប់ប៉ាប់ទឹកអត់ហូរចេញតយកដៃទៅប្រច្រានហើយគេថាមុតមែនតែនឹងកាប់ដើមចេកប៉ាត់ដើមចេកអត់រលំផងតយកដៃទៅប្រច្រានបានដាច់ពីគ្នាអញ្ចឹងបើមិនមែនដាវសាមរៃទេក្បិតស្រុកខ្មែរក្បិតខ្វែវសូមនិមន្តជ្រាបតាបដាមានក្បិតឯណាមុតជាងគេទេខ្ញុំកណាចង់ដឹងទៀតតើអ្វីដែលមុតជាងគេបើអនុថ័យឆ្លើយត្រូវខ្ញុំកណានឹងប្រកេនបនអនុថ័យបួររហូតកុំសឹកបើក្បិតមិនមុតទេសាកមើលឡើយបើក្បិតមិនមុតជាងគេទេមានតែបថៅបើសិនជាមិនជ្រាបទេតលតែសាកមើលមុតដែរក៏ប៉ុន្តែវាមុតនៅមានស្អីដតេទៀតមុតជាងគេនៅក្នុងលោកដឹងបានជាខ្ញុំកណាដេញសួរសំបីតបថៅនឹងកាប់មុតមែនហ្នឹងហើយក៏ប៉ុន្តែវាមានអាវុធដតេទៀតដែលមុតលើសគេទាំងអស់មើលអនុថាអានន្ទបញ្ជាក់ឲ្យច្បាស់មើលតើអ្វីគេទៅបាបរៀងទុនផ្អែមតិចញោមណាផ្អែមណាអានឹងតែផ្អែមពេកខ្មែរយើងគេថាមនុស្សមាត់អំបិលមាត់ប្រហុកចេះណាផ្អែមណាផ្អែមពេកខាស់កប្រគុណម្ចាស់មិនអីទេនិយាយអញ្ចឹងសុំសួរបន្តិចប្រគុណម្ចាស់រាល់ថ្ងៃឆាន់តែឆាន់បរិយដែរអត់ឆាន់តែខ្ញុំកណាអត់ឆាន់បរិយទេពិបាកតែពីរហើយតែក៏អត់ឆាន់ដែរឆាន់តែទឹកទេអាតែនឹងពិបាកតែពីរដែរបើប្រគុណម្ចាស់ឆាន់តែចាំយប់នឹងស្រង់តែប្រគេននិគុណកណាយកទឹកប្រគុណម្ចាស់ដ៏ចម្រើនរបស់ដែលមុតជាងគេគឺទឹកនឹងឯងសូមនិមន្តជ្រាបមុតជាងគេគឺទឹកដូចជាមិនដែលមានញោមរបស់ដែលមុតជាងគេគឺទឹកបើទឹកនឹងជារបស់ដែលមុតជាងគេញាតិញោមរាល់ក្រគ្នានេះយកទឹកមកធ្វើជាអាវុធបាត់ហើយយកទឹកមកធ្វើជាកំបិតយកទឹកមកធ្វើជាពូថៅធ្វើជាខ្វែវដើម្បីកាប់ឆ្កាកាប់កោះឬក៏ពុះអស់កាប់អស់ជាដើមបាត់ទៅហើយមើលដល់អនុថ័យតើទឹកមុតជាងគេនឹងតើទឹកនឹងវាយ៉ាងម៉េចបានជាមុតជាងគេយកទឹកធ្វើអាវុធអត់តន់ដឹងទេនេះគេថាធ្វើស្រែនឹងទឹក